សួស្តីបងប្អូនអ្នកតាមដានស្ដាប់និងទស្សនាវីដេអូរបស់ក្លឹបសិក្សា Money Attitude កម្ពុជាទាំងអស់ជាទីរាប់អានបាទថ្ងៃនេះខ្ញុំលើកយកប្រធានបទក្បួនឬក៏ច្បាប់សំខាន់12យ៉ាងស្ដីអំពីលុយដែលបងប្អូនត្រូវយល់ដឹងបន្ថែមទៀតដើម្បីបងប្អូនអាចធ្វើជាម្ចាស់នៃលុយតាមរយៈការបង្កើនសមត្ថភាពគ្រប់គ្រងលុយជាជាងខិតខំស្វែងរកលុយតែម្យ៉ាងក្បួនច្បាប់ទាំង12ចំណុចនឹងនាំបងប្អូនឲ្យស្វែងយល់អំពីលំហូរសាច់ប្រាក់ក្បួនរឿងច្បាប់និងសក្តានុពលរបស់លុយដើម្បីផ្លាស់ប្ដូរជីវិតហិរញ្ញវត្ថុរបស់បងប្អូនឲ្យស្ថិតនៅលើដំណើរផ្លូវវិជ្ជមានតទៅនេះជាគោលការណ៍ត្រេះរិះស៊ីជម្រៅមួយចំនួនដែលនឹងជួយបងប្អូនកសាងការពារនិងអភិវឌ្ឍទ្រព្យសម្បត្តិរបស់បងប្អូនឲ្យរីកចម្រើនចំណុចទី1បងប្អូនត្រូវចេះប្រើលុយឲ្យធ្វើការរកលុយបន្ថែមទៀតលុយប្រៀបបានជាឧបករណ៍មិនឲ្យវានៅតែក្នុងកង់ឬក៏អ្នកនៃធនាគារនោះទេបងប្អូនត្រូវយកវាទៅវិនិយោគឬក៏ប្រើប្រាស់វាដោយឆ្លាតវៃបង្កើនចំណូលឲ្យយើងទ្វេដងដូចជាវិនិយោគក្នុងទីផ្សារមូលបត្រអចលនទ្រព្យឬអាជីវកម្មផ្សេងៗឬក៏ទិញទ្រព្យសកម្មដែលបង្កើនចំណូលលំហូរសាច់ប្រាក់ជារៀងរាល់ខែរាល់ឆ្នាំបាទដូច្នេះបងប្អូនត្រូវយកលុយបាទទៅឲ្យវាធ្វើការខិតខំរកលុយឲ្យបងប្អូនបន្ថែមទៀតចំណុចទី2បងប្អូនត្រូវខិតខំស្វែងរកជំនាញដែលតាក់ទាញលុយមកជំនាញដែលមានគុណតម្លៃខ្ពស់វានឹងរកលុយបានច្រើនជំនាញនាំចំណូលខ្ពស់គឺជាប្រភពច្រកផ្លូវទៅកាន់ភាពជោគជ័យផ្នែកហិរញ្ញវត្ថុចូលបងប្អូនអភិវឌ្ឍចំណេះជំនាញសមស្របតាមទីផ្សារសមត្ថភាពទំនាក់ទំនងសមត្ថភាពនៃការយល់ដឹងអំពីការសរសេរកូដការយល់ដឹងអំពីបញ្ញាសិប្បនិម្មិតការកសាងភាពជាអ្នកដឹកនាំនិងសមត្ថភាពដោះស្រាយបញ្ហានៅពេលបងប្អូនអាចនាំយកដំណោះស្រាយនៅគុណតម្លៃល្អដល់មនុស្សនោះវានឹងតាក់ទាញលុយពីមនុស្សត្រូវការវាជាមិនខានចំណុចទី3លុយហូរទៅកាន់ដៃមនុស្សដែលមានភាពឆ្លាតវៃហ៊ានប្រឈមជាមួយនឹងហានិភ័យបើបងប្អូនចូលចិត្តតែរក្សាសុវត្ថិភាពទេបងប្អូនអាចជាប់គាំងមិនទៅមុខបានទេចូលគិតវិភាគកណនីកម្រិតហានិភ័យដើម្បីបើកទ្វារទៅរកឱកាសដែលអ្នកដទៃខ្លាចជ្រុលមិនហ៊ានប្រឈមបងប្អូនអាចសម្រេចចិត្តប្រឈមនិងចាប់យកឱកាសជាជាងនៅស្ងៀមមួយកន្លែងចូលកណនីវាតម្លៃពីហានិភ័យដោយប្រុងប្រយ័ត្នកុំមិនដោយខ្លួនរុញរាភ័យខ្លាចមិនថាការចាប់ផ្ដើមអាជីវកម្មឬការវិនិយោគឬក៏ការចាប់យកការបណ្ដាក់ទុនថ្មីទេគឺត្រូវតែមានភាពក្លាហានដើម្បីធ្វើសកម្មភាពដោយជឿជាក់បងប្អូននឹងទទួលបានរង្វាន់ជាទីគាប់ចិត្តចំណុចទី4លុយនឹងចាក់ចេញពីមនុស្សដែលខ្លាំងខាងចំណាយបើបងប្អូនបន្តចំណាយលើសសមត្ថភាពលុយនឹងចាក់ចេញពីបងប្អូនមិនថាបងប្អូនរកបានវាចំនួនច្រើនយ៉ាងណានោះទេចូលរស់នៅតាមលទ្ធភាពចាយឲ្យតិចជាងចំណូលហើយផ្ដោតលើការសន្សំដើម្បីវិនិយោគឬចំណាយលើទ្រព្យសកម្មដែលអាចកើនតម្លៃជាជាងបំណុលដែលចុះតម្លៃចំណុចទី5លុយដ៏ច្រើននឹងអាចរកបានឬក៏ត្រូវខាតបង់នៅពេលដែលមានវិបត្តិកើតឡើងការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចនិងវិបត្តិហិរញ្ញវត្ថុបង្កើតឱកាសដល់អ្នកដែលបានត្រៀមលក្ខណៈរួចរាល់នៅពេលដែលបញ្ហាកាន់តែរីកធំពួកគេនឹងសម្រេចចិត្តវិនិយោគដោយឆ្លាតវៃដូចនេះចូលសន្សំលុយទុកនិងតាមដានព័ត៌មានជាប្រចាំដើម្បីអាចទិញទ្រព្យសកម្មល្អៗពីវាចុះថ្លៃនៅពេលដែលអ្នកដទៃលក់វាចេញដោយភាពភ័យខ្លាចចំណុចទី6លុយពិបាករកប៉ុន្តែពិបាករក្សាទុកលុយស្រួលចាយប៉ុន្តែពិបាករកការខិតខំរកប្រាក់ចំណូលវាគ្រាន់តែជាចំណុចកណ្ដាលនៃសៃវៀនប៉ុណ្ណោះបើគ្មានការគ្រប់គ្រងសមស្របណាមួយទេវាអាចនឹងចាក់ចេញលឿនបំផុតចូលរៀបចំគម្រោងថវិកាឲ្យបានច្បាស់លាស់ជៀសវាងចំណាយមិនចាំបាច់ហើយបង្កើតទម្លាប់ដើម្បីការពារទ្រព្យសម្បត្តិរបស់អ្នកឲ្យបានរឹងមាំចំណុចទី7លុយកើនឡើងស្ងាត់ទ្រព្យសម្បត្តិកើនឡើងដោយស្ងប់ស្ងាត់នៅពេលដែលវាត្រូវបានការពារពីការចំណាយមិនចាំបាច់ឬការចំណាយមិនប្រុងប្រយ័ត្នណាមួយចូលកុំអួតអាងពីទ្រព្យសម្បត្តិរបស់ខ្លួនតែសូមផ្ដោតលើការធ្វើឲ្យវារីកចម្រើនលូតលាស់ដោយស្ងាត់ស្ងៀមដោយមិនចាំបាច់តាក់ទាញអារម្មណ៍អ្នកដទៃនោះទេព្រោះគ្រប់គ្នាមិនប្រកាសថារីករាយជាមួយភាពរីកចម្រើនរបស់អ្នកឡើយចំណុចទី8ទុកលុយចោលវានឹងធ្លាក់តម្លៃឬអំណាចនៅក្នុងការទិញអតិផរណាវានឹងបំផ្លាញតម្លៃប្រាក់ឬលុយដែលយើងមិនបានយកវាទៅប្រើសាច់ប្រាក់ដែលទុកចោលវានឹងបាត់បង់តម្លៃឬក៏អំណាចទិញទៅតាមពេលវេលារាល់ថ្ងៃចូលវិនិយោគប្រាក់សន្សំទៅលើទ្រព្យសកម្មទាំងឡាយណាដែលកើនតម្លៃលើសពីអតិផរណាប្រចាំថ្ងៃ
ដោយជាទិញភាគហ៊ុនអាចចរណទ្របឬឧបករណ៍ហិរញ្ញវត្ថុផ្សេងៗការទុកលុយចោលគឺជាការខ្ជះខ្ជាយចំណុចទី9លុយគឺជាលបែងនៃការផ្លាស់ប្ដូរតម្លៃបងប្អូនអាចរកលុយបានតាមរយៈការដោះស្រាយបញ្ហាបំពេញតម្រូវការនិងបង្កើនតម្លៃសម្រាប់អ្នកដទៃចូលផ្ដោតលើមធ្យោបាយដែលបងប្អូនអាចផ្ដល់នូវគុណតម្លៃពិសេសនៅក្នុងការងារឬក៏អាជីវកម្មរបស់បងប្អូននៅពេលដែលបងប្អូនបង្កើតគុណតម្លៃល្អជាងគេប្រាក់នឹងរត់មករកអ្នកបង្កើតគុណតម្លៃនោះហើយចូលបង្កើតសួនផ្កាដើម្បីតាក់ទាញកឡង់ចូលបង្កើតគុណតម្លៃដើម្បីតាក់ទាញលុយចំណុចទី10លុយចូលចិត្តការគ្រប់គ្រងបើមិនចេះគ្រប់គ្រងលុយទេលុយក៏មិនចូលចិត្តនៅជាមួយអ្នកដែរការគ្រប់គ្រងលុយបានត្រឹមត្រូវនឹងធានានូវគុណតម្លៃរបស់លុយហើយលុយនឹងនាំកូនចៅវាមកកាន់តែច្រើនចូលកត់ត្រាចំណូលចំណាយឲ្យបានទៀងទាត់កំណត់គោលដៅហិរញ្ញវត្ថុនិងធ្វើគម្រោងថវិកាឲ្យដូចជាការគ្រប់គ្រងអាជីវកម្មដូចនេះដែរចំណុចទី11លុយចូលចិត្តរីកចម្រើនលុយរីកចម្រើនលូតលាស់បានលុះណាវាត្រូវបានបងប្អូនយកវាទៅវិនិយោគបន្តដោយភាពឆ្លាតវៃការបូកផ្សំភាពរីកចម្រើនតិចច្រើនជាលំដាប់និងកំណើនស្វ័យគុណរបស់លុយគឺជាគោលការណ៍ឬក្បួនច្បាប់សំខាន់ដ៏មានសក្តានុពលនៅក្នុងដំណើរផ្លូវកសាងទ្រព្យចូលវិនិយោគប្រាក់ចំណូលរបស់បងប្អូនទៅក្នុងឱកាសនានាដែលនឹងផ្ដល់ផលចំណេញត្រឡប់ខ្ពស់ចូលប្រើលុយមួយកាក់មួយសេនរបស់បងប្អូនឲ្យវាធ្វើការខ្លាំងក្លារកចំណូលឲ្យបងប្អូនវិញពីមួយពេលទៅមួយពេលចំណុចទី12លុយរកបានទៅតាមអ្វីដែលបងប្អូនគិតចំណុចនេះសំដៅដល់ផ្នត់គំនិតដែលបងប្អូនមានចំពោះលុយបញ្ជាក់ពីអត្តចរិតរបស់បងប្អូនបើបងប្អូនជាមនុស្សមានវិន័យមានចិត្តសម្រស់ឬក៏មិនចេះប្រុងប្រយ័ត្នក្នុងការចំណាយនោះលុយក៏មានលក្ខណៈដូចគ្នានេះដែរចូលផ្ដោតលើការផ្លាស់ប្ដូររបៀបនៃការគិតចំពោះលុយឲ្យប្រសើរជាងមុនឆ្លាតវៃជាងមុនពេលបងប្អូនសម្រេចចិត្តកសាងទ្រព្យសម្បត្តិទាំងឡាយទាំងពួងនៅពេលដែលបងប្អូនបានផ្លាស់ប្ដូររបៀបគិតផ្នត់គំនិតជីវិតជំនាញចំពោះលុយនឹងដុះលូតលាស់រីកចម្រើនដូចជារឿងអច្ឆរិយៈមិនខានសូមបងប្អូនបន្តរៀនសូត្រអភិវឌ្ឍខ្លួនអភិវឌ្ឍសមត្ថភាពលើដំណើរផ្លូវកសាងទ្រព្យសូមអរគុណ